សួស្តីអ្នកទាំងអស់គ្នាយើងវិលត្រឡប់មកជួបគ្នាវិញហើយជាមួយនឹងខ្សែរឿង Ben 10 Classic ដែលផលិតនៅឆ្នាំ2005ដដែលដោយនៅក្នុងថ្ងៃនេះដែរយើងនឹងបន្តដំណើរទៅកាន់អេពីសូតទី10និងទី11បន្តទៀតហើយចំពោះនៅក្នុងអេពីសូតទី10នេះដែរគឺយើងនឹងត្រូវបានឃើញ Ben ជាមួយនឹង Gwen ពួកគេទាំងពីរនាក់នឹងត្រូវតទល់ជាមួយនឹងគ្រូធ្មប់វេទមន្តម្នាក់ចំណែកនៅក្នុងអេពីសូតទី11វិញគឺយើងនឹងត្រូវឃើញ Ben ត្រូវតទល់ជាមួយនឹងពួកអ្នកចម្បាំងដែលក្រងឈុតពីសម័យបុរាណជាច្រើនមែនទែនហើយពួកវាទាំងអស់ហ្នឹងគឺមានឈ្មោះថា The Forever Knight ហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងសាច់រឿងនៃវីដេអូនេះទៅជាយ៉ាងណាអ្នកទាំងអស់គ្នាកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងហើយយើងកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមចូលទៅក្នុងសាច់រឿងនៃវីដេអូទាំងអស់គ្នាចាប់ផ្ដើមឡើងមកនៅក្នុងអេពីសូតទី10នេះដែរគឺយើងបានឃើញជាមួយនឹងតួអង្គទាំង3នាក់របស់យើងដដែលតែក្នុងនោះយើងបានឃើញជាមួយនឹងលោកតា Mac, Ben និង Gwen ហើយពួកគេទាំង3នាក់ហ្នឹងកំពុងតែស្ថិតនៅសារមន្ទីរតាំងវត្ថុបុរាណមួយកន្លែងចំណែក Gwen វិញគាត់ក៏បានចាប់អារម្មណ៍ទៅលើសៀវភៅមួយមែនទែនដែលវាហ្នឹងគឺជាសៀវភៅវេទមន្តមួយក្បាលដែលមានឈ្មោះថា Akamada ហើយ Gwen ហ្នឹងក៏គឺពិតជាចាប់អារម្មណ៍ទៅលើអាសៀវភៅមួយក្បាលនោះមែនទែនព្រោះថា Gwen ហ្នឹងនាងបានសិក្សាស្រាវជ្រាវពីជីវប្រវត្តិរបស់សៀវភៅនោះរៀងច្រើនដែរបន្ទាប់មកនៅក្នុងពេលនោះមនុស្សម្នាដែលបាននៅក្នុងទីតាំងសារមន្ទីរមួយនោះសុកពួកគេក៏បានអណ្ដែតឡើងទៅលើយកតែម្ដងហើយដោយមិនបានដឹងពីមូលហេតុអ្វីនោះទេតមកនៅក្នុងពេលនោះយើងក៏បានឃើញនៃការលេចវត្តមានមករបស់គ្រូធ្មប់ម្នាក់ដែលមានឈ្មោះថា Hack ហើយគាត់នឹងបានធ្វើដំណើរមកកាន់ទីតាំងសារមន្ទីរមួយនេះព្រោះតែចង់យកសៀវភៅវេទមន្តដែល Gwen ចាប់អារម្មណ៍មួយនោះហើយ Ben នៅក្នុងពេលហ្នឹងបន្ទាប់ពីបានឃើញអញ្ចឹងហើយគាត់មិនរងចាំយូរក៏បានទាញនាឡិការបស់គាត់ដោយបានប្រែកាឡាទៅជា Accelerate និងបានធ្វើដំណើរយ៉ាងលឿនដើម្បីទៅបញ្ឈប់គ្រូវេទមន្តម្នាក់នោះប៉ុន្តែគ្រូធ្មប់វេទមន្តម្នាក់នោះគឺមិនណយនោះទេគឺគាត់មាន power ច្រើនមែនទែនដោយគាត់អាចបាញ់បញ្ចេញភ្លើងបានតាមរយៈដងវេទមន្តរបស់គាត់ហើយមិនត្រឹមតែអាចបាញ់ភ្លើងបានប៉ុណ្ណោះនោះទេគាត់ក៏អាចបាញ់ដុំគ្រីស្តាល់ចេញពីវាបានថែមទៀតផងហើយនៅក្នុងពេលនោះក៏បានជាមួយនឹងលោកតា Mac ហ្នឹងពួកគេទាំងពីរនាក់ក៏បានយករបស់របរដែលនៅជិតទីនោះធ្វើការគប់ទៅកាន់អាគ្រូធ្មប់ម្នាក់នោះដើម្បីបំវែងដានវាផងដែរហើយជាពិសេសនៅក្នុងពេលដែល Ben ធ្វើការវាយទៅលើអបិគ្រូវេទមន្តម្នាក់ហ្នឹងបន្តោងខ្សែករបស់គាត់មួយគ្រាប់ក៏បានជ្រុះចេញពីខ្លួនរបស់គាត់ហើយបន្តមកប៉ូលីសក៏បានធ្វើដំណើរមកដល់សារមន្ទីរមួយនេះនិងបានចាប់យកអបិគ្រូធ្មប់ម្នាក់នោះយកទៅបាត់ទៅហើយបន្តោងខ្សែកមួយគ្រាប់ដែលបានជ្រុះហ្នឹង Ben ក៏បានរើសវាយកមកទុកផងដែរបន្តមកនៅក្នុងពេលដែលធ្វើដំណើរតាមឡានហ្នឹង Gwen ហាក់ដូចជាមិនសូវសប្បាយចិត្តប្រមាណនោះទេដោយគាត់នឹងរៀងអន់ចិត្តបន្តិចប៉ុន្តែនៅក្នុងពេលនោះ Ben ក៏បានយកអាបន្តោងខ្សែកដែលគ្រូធ្មប់ម្នាក់នោះបានជ្រុះដើម្បីឲ្យធ្វើជាកាដូសម្រាប់ Gwen ផងដែរកាន់មកកាន់អបិគ្រូធ្មប់ម្នាក់នេះវិញនៅក្នុងពេលដែលកំពុងតែធ្វើដំណើរនៅលើឡានហ្នឹងក្នុងពេលនោះអបិគ្រូធ្មប់នោះក៏បានភ្ញាក់ដឹងខ្លួនហើយគាត់នឹងក៏បានវាយបំផ្ទុះឡាននោះហោះចេញពីទីនោះបាត់ទៅកាន់មកកាន់ Gwen នៅវិញក្រោយពីគាត់បានពាក់បន្តោងខ្សែកនោះរួចហើយវាហាក់ដូចជាបានកើតរឿងចម្លែកជាច្រើនទៅលើគាត់មែនទែនដោយនាងនឹងគឺបានទទួលសំណាងជាច្រើនមែនទែនក្រោយមកនៅក្នុងពេលដែលពួកគេទាំង3នាក់កំពុងតែធ្វើដំណើរតាមដងផ្លូវហ្នឹងក៏មានចៅមួយក្រុមចង់ធ្វើការប្លន់ទៅលើពួកគេទាំង3នាក់ហើយនៅក្នុងពេលនោះ Gwen ក៏បានចង់ទៅតទល់ជាមួយនឹងពួកចៅទាំងនោះហើយដោយសារតែ Gwen ពាក់នៅបន្តោងសំណាងអញ្ចឹងគាត់នឹងមិនបានធ្វើអ្វីច្រើននោះទេគ្រាន់តែគាត់បានថយក្រោយប្រមាណចំហៀងក៏បានចពប់ជើងដួលហើយរទេះមួយហ្នឹងក៏បានធ្វើដំណើរទៅបុកអាចៅផ្សេងទៀតនិងបានបន្តទៅប៉ះនៅជញ្ជាំងផ្ទះមួយហើយនៅលើជញ្ជាំងផ្ទះហ្នឹងគឺមាននៅថូបការមួយហើយថូបការហ្នឹងក៏បានធ្លាក់ចុះមកនិងបានទៅចំក្បាលអាចោប្លន់ម្នាក់ធ្វើឲ្យវាដួលសន្លប់បាត់ទៅបន្តមកគ្រូធ្មប់ម្នាក់ហ្នឹងក៏បានធ្វើដំណើរទៅដល់សារមន្ទីរនោះវិញហើយគាត់នឹងក៏បានប្រើវេទមន្តរបស់គាត់ដើម្បីហែកបំផ្ទុះកន្លែងដែលគេដាក់សៀវភៅវេទមន្តនោះយកតែម្ដងបន្តមកនៅពេលដែលគាត់បានយកសៀវភៅនោះមកក្នុងដៃរបស់គាត់ហើយគាត់នឹងក៏បានព្យាយាមស្រូបថាមពលចេញពីសៀវភៅវេទមន្តមួយនោះដើម្បីមកចូលនៅក្នុងខ្លួនរបស់គាត់ប៉ុន្តែនៅក្នុងពេលដែលគាត់កំពុងតែស្រូបហ្នឹងគាត់ហាក់ដូចជាមានអារម្មណ៍ថាវាស្រូបមិនទាន់ពេញថាមពលរបស់គាត់នៅឡើយនោះទេហើយនៅក្នុងពេលនោះគាត់ក៏បានចាប់អារម្មណ៍ទៅមើលខ្សែករបស់គាត់ហើយក៏បានចាប់អារម្មណ៍ឃើញថាខ្សែករបស់គាត់មួយគ្រាប់បានជ្រុះបាត់ដោយសារតែអញ្ចឹងហើយទៅបានជាគាត់នឹងមិនអាចប្រើថាមពលដែលចេញពីសៀវភៅនោះបានហើយតើតើគាត់មានបន្តោងខ្សែករបស់គាត់គ្រប់ចំនួនវិញទៅគាត់អាចប្រើថាមពលចេញពីសៀវភៅនោះបានកាន់មកកាន់ Ben និង Gwen វិញនៅពេលដែលពួកគេទាំងពីរនាក់កំពុងតែលេងបាល់ basketball នៅក្នុងពេលនោះក៏មានឧបទ្ទវហេតុនៅសំណង់ការដ្ឋានមួយដោយបានដាច់នៅខ្សែពួរហើយក៏ធ្វើឲ្យកម្មករ2នាក់ប៊ីនឹងធ្លាក់មកក្រោមទៅហើយដែលបានឃើញអញ្ចឹង Ben ក៏បានបញ្ញត្តិទាញនាឡិការបស់គាត់មកដើម្បីប្រែកាឡាទៅជាអាសត្វតោវ៉ាល់ម៉ាត់ដើម្បីនឹងទៅជួយសង្គ្រោះកម្មករទាំងពីរនាក់នោះដែលកំពុងតែរៀបនឹងធ្លាក់ហ្នឹងហើយចំណែក Gwen វិញគាត់ក៏បានចង់ទៅដូចគ្នាបន្តមកនឹង Gwen ក៏បានទៅផ្លាស់ប្ដូរសម្លៀកបំពាក់របស់គាត់ហើយនៅពេលដែល Gwen បានផ្លាស់ប្ដូរសម្លៀកបំពាក់រួចហើយគាត់ក៏បានហៅខ្លួនឯងថា Lucky Girl បន្តមក Gwen ក៏បានធ្វើដំណើរដើម្បីទៅជួយកម្មករទាំងនោះ
ហើយគាត់នឹងមិនសូវប្រើអីច្រើនប្រមាណនោះទេគ្រាន់តែគាត់នឹងរត់ទៅជន់នៅអាឈើមួយហើយអាឈើនឹងក៏បានខ្ទាតទៅប៉ោងចំឡានហើយនៅពេលដែលឈើនឹងទៅប៉ះចង្កូតរបស់ឡានអាឡាននឹងក៏បានទៅរមៀលថយក្រោយទៅប៉ះទៅនឹងអាបំពង់ត្រយោបង្ហូរមួយដ៏ធំហើយអាត្រយោនឹងក៏បានចំទៅកន្លែងដែលកម្មករ2នាក់នោះរៀបនឹងធ្លាក់ហើយវាក៏បានធ្វើជាស្លាយសម្រាប់ឲ្យពួកគេទាំង2នាក់រមៀលចុះមកក្រោមផងដែរបន្ទាប់ពីបានជួយឲ្យពួកគេទាំង2នាក់មានសុវត្ថិភាពហើយគេឈ្មោះ Lucky Girl របស់ Gwen នឹងក៏បានល្បីល្បាញនៅក្នុងភូមិនេះមែនទែនកាន់មកកាន់អាពាក់គ្រូធ្មប់ដែលមានឈ្មោះថា Hack ម្នាក់នោះវិញគាត់នឹងក៏បានចាប់អារម្មណ៍មើលព័ត៌មានដែលនៅលើទូទួលហើយក៏បានចាប់អារម្មណ៍ឃើញបន្តោងខ្សែករបស់គាត់ដែលនៅលើខ្លួនរបស់ Lucky Girl ហើយគាត់នឹងក៏បានគិតថាត្រូវតែធ្វើយ៉ាងណាដើម្បីយកបន្តោងខ្សែកនោះមកវិញឲ្យទាល់តែបាននៅក្នុងពេលនោះក៏បានស្រាវជ្រាវអំពីអាបន្តោងខ្សែកមួយនោះហើយនាងនឹងក៏បានរកឃើញថាអាបន្តោងខ្សែកដែលនាងកំពុងតែពាក់ហ្នឹងគឺតំណាងឲ្យភាពសំណាងឬក៏ lucky នោះឯងហើយនឹងនៅមានបន្តោងដែលមាន power ផ្សេងគ្នាជាច្រើនទៀតមែនតើបន្តមកនៅក្នុងពេលនោះលោកតាម៉ែក៏បានលើព័ត៌មាននៅក្នុងវិទ្យុដែលកំពុងតែផ្សាយត្រូវការជំនួយពីសារមន្ទីរចាស់មួយកន្លែងហើយដល់បានលឿនអញ្ចឹងហើយពួកគេទាំង3នាក់ហ្នឹងក៏បញ្ញាប់ធ្វើដំណើរទៅកាន់ទីនោះយកតែម្ដងហើយនៅពេលដែលពួកគេទាំង3នាក់ហ្នឹងបានធ្វើដំណើរទៅដល់ពួកគេហ្នឹងក៏បានរកឃើញថាដើរចូលអន្ទាក់របស់អាប៉ែគ្រូធ្មប់ដែលមានឈ្មោះថា Hack ម្នាក់នោះហើយបែរនៅក្នុងពេលនោះផងដែរក៏បានទាញនាឡិការបស់គាត់មកនិងបានប្រែកាឡាទៅជាអាដៃ4ដើម្បីនឹងទៅទប់ទល់ជាមួយនឹងអាប៉ែគ្រូធ្មប់ម្នាក់នោះហើយចំពោះកវ៉ែនវិញនាងក៏បានប្រើ super power មហាសំណាងរបស់នាងហ្នឹងដើម្បីទៅជួយប្រជាជននៅនឹងផងដែរហើយក្រោយពីបានជួយសង្គ្រោះប្រជាពលរដ្ឋដែលនៅទីនោះហើយអាប៉ែគ្រូធ្មប់ម្នាក់ហ្នឹងក៏បានហោះដេញតាមចាប់កវ៉ែនហើយកវ៉ែនក៏បានចាប់អារម្មណ៍ឃើញថានៅពេលដែលអាគ្រូធ្មប់នោះបានហោះដេញតាមនាងពីក្រោយនាងនឹងក៏បានព្យាយាមរត់ចេញតាមផ្លូវសម្ងាត់មួយនិងបានធ្វើដំណើរចេញទៅដល់ផ្នែកម្ខាងក្រោយមួយទៀតហើយនៅផ្នែកខាងក្រោយហ្នឹងគឺសម្បូរទៅដោយរុក្ខជាតិងាប់និងភ្នោរខ្មៅជាច្រើនមែនទែនបន្ទាប់មកអាប៉ែគ្រូធ្មប់ម្នាក់នោះក៏បានហោះធ្វើដំណើរទៅដល់ទីនោះផងដែរហើយគាត់នឹងក៏បានគ្រប់គ្រងទៅលើឈើមួយនិងបានទៅចាប់ចងជើងរបស់កវ៉ែនហើយគាត់ក៏បានប្រើឫសឈើមួយដើម្បីផ្ដាច់ខ្សែកចេញពីកវ៉ែនផងដែរក្រោយពីទទួលបានបន្តោងខ្សែកទាំង5គ្រប់មកវិញហើយមិនរងចាំយូរគាត់ក៏បានស្រូបធម្មពលចេញពីសភៅខមតានោះយកតែម្ដងហើយគាត់នឹងក៏បានសាកល្បងពី super power ថ្មីរបស់គាត់ផងដែរដោយបានកោះហៅរន្ទះជាច្រើនដើម្បីចង់បាញ់កំទេចនៅទីក្រុងមួយនេះប៉ុន្តែនៅក្នុងពេលហ្នឹងបែននៅក្នុងរូបរាងជាអាដៃ4ក៏បានលោតមកវាយអាប៉ែគ្រូធ្មប់ម្នាក់នោះប្រមាណដៃធ្វើឲ្យគាត់ប៉ាងខ្ទាតទៅម្ខាងទៀតប៉ុន្តែចំពោះអាប៉ែគ្រូធ្មប់ម្នាក់នោះវិញគឺមិនបានខ្លាចទៅលើបែននោះទេហើយគាត់នឹងក៏បានប្រើ power របស់គាត់ដើម្បីទៅជប់ឲ្យអារូបសំណាកដែលនៅទីនោះមានជីវិតដើម្បីតទល់ជាមួយនឹង Ben ផងដែរហើយ Ben នៅក្នុងពេលដែលកំពុងតែប្រទៀងបតោងគ្នាជាមួយនឹងអារូបសំណាកថ្មទាំងនោះគាត់ក៏បានរកឃើញដាវថ្មដ៏ធំមួយហើយគាត់នឹងក៏បានយកអាដាវថ្មមួយនោះដើម្បីទៅវាយកំទេចអារូបសំណាកដែលមានជីវិតទាំងអស់នោះឲ្យខ្ទេចអស់ទៅចំពោះ Gwen វិញទោះបីជានាងអត់មានបន្តោងខ្សែកដែលនាំសំណាងមកឲ្យនាងក៏ដោយក៏នាងនឹងនៅតែអាចរកវិធីដើម្បីទៅទប់ទល់ជាមួយនឹងអាប៉ែគ្រូធ្មប់ម្នាក់នោះបានដដែលដោយនាងនឹងបានរើសយកដុំថ្មមួយនិងបានគប់សម្ដៅទៅកាន់ក្បាលអាប៉ែគ្រូធ្មប់ម្នាក់នោះហើយនៅពេលអាដុំថ្មនោះបានហោះទៅប៉ះចំក្បាលនឹងអាគ្រូធ្មប់ម្នាក់នោះក៏បានធ្វើឲ្យអាគ្រូធ្មប់ម្នាក់នោះបានដួលធ្លាក់ចុះមកក្រោមបាត់ទៅហើយខ្សែករបស់គាត់ទាំងអស់ក៏បានរបូតចេញពីខ្លួនរបស់គាត់ផងដែរបន្ទាប់មកកវ៉ែនក៏បានប្រញាប់ទៅយកអាខ្សែកទាំងអស់នោះនិងបានវាយកំទេចវាចោលបាត់ទៅដើម្បីជៀសវាងកុំឲ្យវាធ្លាក់ចូលទៅក្នុងដៃជនអាក្រក់ដទៃទៀតហើយក្រោយពីភាពវឹកវរបានបញ្ចប់ប៉ូលីសក៏បានធ្វើដំណើរមកទីនេះនិងបានចាប់យកអាប៉ែគ្រូធ្មប់ម្នាក់នោះយកទៅប៉ុស្តិ៍ប៉ូលីសបាត់ទៅនៅក្នុងអេពីសូតទី10នេះដែរចាប់ផ្ដើមឡើងមកដោយយើងបានឃើញជាមួយនឹង Ben ហើយ Gwen ហើយពួកគេទាំងពីរនាក់ហ្នឹងកំពុងតែស្ថិតនៅសួនលេងទឹកមួយកន្លែងហើយពួកគេហ្នឹងគឺពិតជារំភើបនិងចង់ទៅជិះអាតូមបង្ហូរទឹកនៅក្នុងសួនលេងទឹកនោះមែនទែនប៉ុន្តែនៅក្នុងពេលហ្នឹងអាអ្នកយាមការនៅទីហ្នឹងគាត់មិនអនុញ្ញាតឲ្យ Ben ចូលនោះទេដោយសារតែ Ben មិនទាន់មានកម្ពស់គ្រប់គ្រាន់នៅក្នុងការអនុញ្ញាតឲ្យចូលលេងចំពោះ Gwen វិញគឺគេអនុញ្ញាតឲ្យចូលក៏ព្រោះតែនាងហ្នឹងមានកម្ពស់គ្រប់គ្រាន់ល្មមនៅក្នុងការអនុញ្ញាតឲ្យចូលលេងហើយនៅក្នុងពេលនោះ Ben ដោយសារតែមិនសុខចិត្តគាត់នឹងក៏ចង់ទាញនាឡិការបស់គាត់មកដើម្បីប្រែកាឡាទៅជាអេលៀនដើម្បីបន្លំខ្លួនចូលទៅលេងនៅក្នុងសួនលេងទឹកមួយនោះប៉ុន្តែនៅក្នុងពេលហ្នឹងនាឡិការបស់គាត់មិននឹងជាមានបញ្ហាអ្វីនោះទេដោយគាត់នឹងមិនអាចប្រែកាឡាបាននោះទេតោះតែបែរនឹងយកនាឡិកាទៅបុកជាមួយនឹងបង្គោលឈើមួយទើបវាបានប្រែកាឡាខ្លួនរបស់គាត់ទៅជាអាអេលៀនកង្កែប Grey Matter ហើយបែរនៅក្នុងរូបរាងជា Grey Matter ហ្នឹងក៏មិនទាន់បានចូលទៅលេងនៅក្នុងអាសួនទឹកនោះឲ្យមានសេរីភាពផងហើយនៅក្នុងពេលហ្នឹងបែរក៏ត្រូវបានប្រទះគ្នាជាមួយនឹងបរិសម្នាក់ដែលឈ្មោះថា Howell ហើយអាប៉ែម្នាក់ហ្នឹងគឺបានងប់ងល់ទៅនឹងជីវិតនៅក្រៅភពមែនតែនហើយគាត់នឹងក៏បានសិក្សាអំពី alien ជាច្រើនផងដែរហើយនៅពេលដែលអាប៉ែ Howell ម្នាក់នោះបានឃើញ Ben នៅក្នុងរូបរាងជា Grey Matter ហ្នឹងបានចូលទៅលេងទឹកអញ្ចឹងអាប៉ែម្នាក់ហ្នឹងក៏បានរត់ដេញតាមចាប់យក Ben តែម្ដង
នៅពេលនោះកវ៉ានក៏បានឃើញអាប៉ាក់ Howell ម្នាក់នោះបានចាប់យក Ben ទៅកវ៉ានជាមួយនឹងលោកតា Mac នឹងក៏បានព្យាយាមរត់ដេញតាមជួយសង្គ្រោះ Ben ពីក្រោយផងដែរនៅពេលដែលអាប៉ាក់ Howell ម្នាក់នោះបានចាប់ Ben យកទៅដល់ផ្ទះរបស់វាហើយនៅក្នុងផ្ទះរបស់អាប៉ាក់ម្នាក់នោះគឺមានបច្ចេកវិទ្យានិងប្រព័ន្ធសុវត្ថិភាពខ្ពស់ខ្លាំងមែនទែនចំពោះ Ben នៅក្នុងពេលហ្នឹងគឺមិនដឹងថានាឡិការបស់គាត់នឹងមានរឿងអ្វីកើតឡើងនោះទេដោយនាឡិការបស់គាត់នឹងវាហាក់ដូចជា error អញ្ចឹងហើយរាល់ដងនឹងគឺប្រែកាឡាតែមួយផ្លែតនឹងគឺលោតអស់ថ្មហើយប៉ុន្តែលើកនេះគឺប្រែកាឡាឡើងមកយូរហើយគឺមិនទាន់អស់ថ្មទៀតឬហើយយើងក៏បានឃើញអាប៉ាក់ Howell ម្នាក់ហ្នឹងបានទំនាក់ទំនងទៅនឹងពួកអង្គការសម្ងាត់មួយតែពួកអង្គការទាំងហ្នឹងគឺមានទីតាំងនៅវិមានបុរាណមួយដោយពួកវាទាំងអស់ហ្នឹងគឺមានឈ្មោះថា The Forever Night ហើយពួក Forever Night ទាំងអស់ហ្នឹងគឺពិតជាចាប់អារម្មណ៍ទៅនឹងជីវិតក្រៅភពមែនតែនពលគឺ alien នោះឯងក្រោយពីបានលើអាប៉ាក់ Howell ម្នាក់នោះបានរៀបរាប់ប្រាប់ហើយអាប៉ាក់មួយដែលជាមេគេនៅក្នុងក្រុម The Forever Night ហ្នឹងគាត់ក៏បានបញ្ជូនកូនចៅគាត់ប្រមាណអ្នកដើម្បីឲ្យទៅចាប់ Ben ជាមួយនឹងអាប៉ាក់ Howell យកមកជួបគាត់មួយសន្ទុះក្រោយមកអាពួក Forever Night ប្រមាណអ្នកហ្នឹងក៏បានធ្វើដំណើរទៅដល់ផ្ទះអាប៉ាក់ Howell ម្នាក់នោះហើយក៏បានចាប់យក Ben ជាមួយនឹងអាប៉ាក់ Howell ម្នាក់នោះដើម្បីយកទៅជួបមេពួកវាផងដែរនៅក្នុងពេលហ្នឹងកវ៉ានជាមួយនឹងលោកតា Mac ក៏បានមកទាន់ហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានធ្វើដំណើរដេញតាមពួកអា Forever Night ប្រមាណអ្នកនោះទៅដល់វិមានរបស់ពួកវាដូចគ្នាចំពោះអាប៉ាក់ Howell ម្នាក់នោះវិញក្រោយពីបានធ្វើដំណើរទៅដល់វិមានរបស់ពួក Forever Night នឹងហើយគាត់នឹងគឺបានសម័យនឹងរំភើបខ្លាំងមែនទែនដោយបានគិតថាខ្លួនឯងនឹងទទួលបានមុខមាត់ជាច្រើននិងមានកេរ្តិ៍ឈ្មោះល្បីល្បាញទៀតផងដោយសារតែខ្លួនឯងនឹងបានចាប់នៅ alien ហើយចំពោះ Forever Night មេគេដែលមានស្រោមមុខពណ៌មាសវិញគាត់នឹងក៏បាននិយាយទៅកាន់អាប៉ាក់ Howell ម្នាក់នោះថាក្រុមរបស់ពួកគេនឹងគឺធ្វើការមិនត្រូវការមុខមាត់មិនត្រូវការកេរ្តិ៍ឈ្មោះល្បីល្បាញអ្វីនោះទេបន្ទាប់មកអាប៉ាក់មេគេដែលមានស្រោមមុខពណ៌មាសហ្នឹងគាត់នឹងក៏បានបញ្ជាអ្នកវិទ្យាសាស្ត្រដែលនៅក្នុងវិមាននោះប្រមាណអ្នកឲ្យធ្វើការចាប់យក Ben ទៅពិសោធន៍ដោយកាត់ដៃកាត់ជើងទាំងអស់ចំពោះ Ben វិញក្រោយពីបានលឺអញ្ចឹងហើយគាត់នឹងក៏បានភ្ញាក់ផ្អើលមែនទែនចំពោះ Gwen ជាមួយនឹងលោកតា Mac វិញពួកគេទាំងពីរនាក់ហ្នឹងក៏បានលោតផ្លោះចូលមកក្នុងវិមាននេះបានសម្រេចហើយប៉ុន្តែពួកគេទាំងពីរនាក់ហ្នឹងគឺត្រូវប្រឈមមុខជាមួយនឹងពួកអាទាហាន Forever Night នោះប្រមាណអ្នកផងដែរចំពោះ Ben នៅក្នុងរូបរាងជា Grey Matter នេះវិញគាត់នឹងក៏បានមើលឃើញអ្នកវិទ្យាសាស្ត្រប្រមាណអ្នកកំពុងតែរៀបចំនឹងកាត់ដៃកាត់ជើងរបស់គាត់ហើយដើម្បីពួកវាយកគ្រឿងក្នុងដើម្បីយកទៅពិសោធន៍នោះឯងហើយ Ben នៅពេលដែលបានឃើញអញ្ចឹងគាត់នឹងគឺបានតក់ស្លុតខ្លាំងមែនតែននៅក្នុងពេលហ្នឹងអាប៉ាក់ Howell ម្នាក់នោះក៏បានខ្លាចបន្លំខ្លួនធ្វើជាអ្នកពិសោធន៍និងបានយកអាបំពង់ត្រយោមួយនឹងវាយទៅកាន់អ្នកវិទ្យាសាស្ត្រមួយផ្សេងទៀតធ្វើឲ្យវាសន្លប់បាត់ទៅហើយគាត់នឹងក៏បាននិយាយថាគាត់ចាប់អារម្មណ៍ទៅលើការសិក្សាពីជីវិតក្រៅភពមែនប៉ុន្តែគាត់មិនចង់ឲ្យគេសម្លាប់ជីវិត alien បែបនេះនោះទេអញ្ចឹងហើយបានគាត់សម្រេចចិត្តថាមកជួយ Ben យកតែម្ដងបន្តមកនៅក្នុងពេលដែល Ben កំពុងតែរត់គេចហ្នឹងគាត់នឹងក៏បានរត់ទៅជួបប្រទះជាមួយនឹងលោកតា Mac និង Gwen យកតែម្ដងហើយពួកគេទាំង3នាក់ហ្នឹងក៏បានរត់ដើម្បីស្វែងរកកន្លែងសម្រាប់លាក់ពួននៅក្នុងពេលនោះពួកគេទាំង3នាក់ក៏បានចូលទៅក្នុងបន្ទប់ពិសោធន៍មួយហើយនៅក្នុងបន្ទប់ហ្នឹងពួកគេទាំង3នាក់ហ្នឹងក៏បានរកឃើញអំពី alien និងបំណែក technology ជាច្រើនមែនតើនៅក្នុងបន្ទប់មួយនោះចំពោះ Ben នៅក្នុងពេលនោះវិញគាត់ក៏បានមើលឃើញទៅគ្រឿង alien មួយហើយគាត់នឹងក៏បាននិយាយថាគាត់អាចយកវាមកកែច្នៃធ្វើជាគ្រាប់បែកដើម្បីបំផ្ទុះនៅវិមាននេះបានដោយសារតែ Ben នៅក្នុងរូបរាងជាអាសត្វកង្កែបនេះគឺសមត្ថភាពនិងការគិតភាពវៃឆ្លាតរបស់គាត់គឺកើនខ្លាំងមែនទែនរួចហើយនៅក្នុងពេលនោះផងដែរអាប៉ាក់ស្រោមមុខមាសដែលជាមេគេនៅក្នុងក្រុម The Forever Night ជាមួយនឹងកូនក្រុមរបស់ពួកវាហ្នឹងក៏បានធ្វើដំណើរមកហុំព័ទ្ធទីនេះដើម្បីទៅចាប់លោកតា Mac ជាមួយនឹង Ben ហើយ Gwen នោះឯងប៉ុន្តែនៅក្នុងពេលដែលពួកវាមកដល់ហ្នឹងពួកវាក៏បានរកឃើញនៅកន្លែងនេះរៀបនឹងចិត្តទូទៅហើយចំពោះ Ben នៅក្នុងពេលដែលកំពុងតែរៀបគ្រាប់បែកហ្នឹងនាឡិការបស់គាត់មិនដឹងជាមានរឿងអីទៀតហើយវាក៏បានធ្វើទុកម្ដងទៀតហើយវាក៏បានអស់ថ្មនិងបានប្រែកាឡាខ្លួនរបស់គាត់ទៅជាមនុស្សធំប៉ុណ្ណាណីវិញដែលវាធ្វើឲ្យដៃរបស់ Ben ហ្នឹងបានជាប់ទៅនឹងអាម៉ាស៊ីនគ្រាប់បែកមួយនោះហើយនៅពេលដែលប៉ាក់ Howell ម្នាក់នោះបានមើលឃើញអញ្ចឹងគាត់នឹងក៏បានរត់ទៅជួយទាញដៃរបស់ Ben ចេញផងដែរបន្ទាប់មកពួកគេទាំងអស់គ្នានឹងក៏បានព្យាយាមរត់ចាក់ចេញពីវិមានមួយនោះដែលរៀបនឹងចិត្តផ្ទុះខ្ទេចនោះឯងហើយនៅពេលដែលពួកគេទាំងអស់នឹងបានចេញមកដល់ខាងក្រៅមួយសន្ទុះក្រោយមកហើយវិមានចាស់បុរាណនោះក៏បានផ្ទុះខ្ទេចខ្ទីបាត់ទៅហើយប្រកាសណាចំពោះបកពួក Forever Night នោះវិញគឺពួកវានឹងមិនទាន់ទៅណានោះឡើយហើយអាប៉ាក់ដែលជាមេគេហ្នឹងគឺពិតជាចាប់អារម្មណ៍ទៅលើលោកតា Mac Ben និង Gwen មែនទែនហើយវានឹងក៏បាននិយាយជាមួយនឹងកូនចៅវាថាត្រូវតែស៊ើបអង្កេតទៅលើពួកគេទាំង3នាក់ឲ្យខ្លាំងមែនទែនហើយយើងទាំងអស់គ្នាសាច់រឿង Ben 10 Classic Develop នៅឆ្នាំ2005នៅក្នុងអេពីសូតទី10និងទី11នេះបានដើរមកដល់ទីបញ្ចប់នៅត្រឹមប៉ុណ្ណឹងហើយយើងនឹងបន្តទៅជួបគ្នាទៀតនៅក្នុងអេពីសូតទី12និងទី13ហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូនេះកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងហើយយើងនឹងបន្តជួបគ្នាទៀតនៅក្នុងអេពីសូតក្រោយៗទៀត and goodbye អ្នកទាំងអស់គ្នា